ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំលីណេចាថ្ងៃនេះនាងខ្ញុំជួបអ្នកទាំងអស់គ្នាទៅកាន់កន្លែងមួយដែលមានឈ្មោះថារាជធានីលង្វែកចង់នឹងថាទីនោះមានទេសភាពស្រស់ស្អាតយ៉ាងណាតោះសូមទៅមើលជាមួយគ្នាចានាងខ្ញុំជិះតាមផ្លូវកប់ស្រូវមកដល់ស្ពានព្រែកភ្នៅនាងខ្ញុំបត់ឆ្វេងដៃចាបត់ឆ្វេងយើងជិះតាមបណ្ដោយផ្លូវជាតិលេខ5ដែលទៅកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបងចាផ្លូវបណ្ដោយផ្លូវជាតិលេខ5នេះចឹងយើងជិះប្រហែលជា10គីឡូឬ15គីឡូអ្នកនរគ្នានឹងឃើញនៅខាងស្ដាំដៃដែលកាក់ថារាជធានីលង្វែកចារាជធានីលង្វែកនេះផងដែរយើងជិះតាមផ្លូវលំដីក្រហមអញ្ចឹងអ្នកនរគ្នាជិះតាមផ្លូវនេះសូមមានការប្រុងប្រយ័ត្នខ្លាំងមែនទែនដោយសារតែបើសិនជាមានភ្លៀងឬក៏មានទឹកអីហ្នឹងអាចនឹងរអិលអញ្ចឹងអ្នកនរគ្នាសូមមានការប្រុងប្រយ័ត្នតែឥឡូវយើងជិះមកដល់ជិតដល់ហើយរាជធានីលង្វែកនៅខាងមុខនេះគឺគេដាក់ផ្លាករាជធានីលង្វែកបន្តទៀតហើយនៅពេលដែលយើងទៅខាងមុខគេនឹងមានធ្វើនៅសួនតាមបណ្ដោយផ្លូវក៏ដូចជាដើមឫស្សីច្រើននៅតាមសួនសងខាងនោះហើយអ្នកនរគ្នាឃើញហើយថ្មដុំហ្នឹងគឺជាថ្មដែលគេបានឆ្លាក់ឈ្មោះក៏ដូចជាប្រវត្តិរូបរបស់អ៊ីស្រាអែលជនមួយចំនួនផងដែរចាឥឡូវយើងជិះបានមកដល់ហើយយើងរកកន្លែងដាក់ទុកម៉ូតូចាបន្ទាប់ពីយើងដាក់ម៉ូតូរួចគឺយើងដើរមើលម្ដងអ្នកនរគ្នាដល់កន្លែងដែលយើងដើរមើលជុំវិញក៏ដូចជានៅតំបន់រាជធានីលង្វែកនេះអញ្ចឹងដូចអ្នកនរគ្នាបានឃើញនៅសងខាងនេះគឺមានសួនចំណែកនៅខាងស្ដាំដៃនឹងខ្ញុំគឺជាការិយាល័យរបស់អ្នកនៅទីហ្នឹងគាត់នឹងជាកន្លែងផ្ដល់ព័ត៌មានដល់យើងដែលជាភ្ញៀវឬក៏ជាអ្នកមកទស្សនាអីហ្នឹងយើងអាចសួរព័ត៌មានគាត់ថានៅទីនេះយើងអាចដើរនៅកន្លែងណាខ្លះហើយធ្វើអីបានខ្លះដែរអញ្ចឹងបន្ទាប់ពីយើងសួរគាត់ហើយយើងក៏មកមើលកន្លែងមួយដែលគេធ្វើប្រាក់ដួងអ្នកទាំងអស់គ្នាដឹងហើយរាជធានីលង្វែកគឺជាសម័យកាលមួយដែលវិជាជនខ្មែរយើងបានប្រើប្រាស់នៅក៏ដូចជាចាយនៅប្រាក់ដួងចាឥឡូវនេះយើងមកដល់ទីនេះកន្លែងសញ្ញាមុននេះគឺជាបន្ទប់ទឹកអ្នកនរគ្នាមកចង់មកដៃបាត់ជើងអីគឺបន្ទប់ទឹកនៅទីនេះចាបន្ទប់ទឹកមានអ្នកសម្អាតមានអ្នកមើលថែក៏ស្រស់ស្អាតដែរឥឡូវយើងដើរមកដល់ចូលខាងក្នុងគឺអ្នកនរគ្នាមានសង្កត់ឃើញមើលសិតតែដើមឫស្សីហើយនៅទីនេះគឺសម្បូរទៅដោយដើមឫស្សីដែលគាត់បានធ្វើឡើងដើម្បីនឹងតាក់ទាញក៏ដូចជាឲ្យសមនឹងឈ្មោះដែលជារាជធានីលង្វែកអ្នកទាំងអស់គ្នាកន្លែងនេះដែលខ្ញុំដាក់ sticker សាច់អីហ្នឹងគឺខ្ញុំសាច់ខ្លួនឯងដែលខ្លួនចាទឿទេប៉ុន្តែអរគុណអ្នកថតថតបានយ៉ាងខ្ពស់ស្រឡំតែម្ដងអ្នកដែលអត់ស្គាល់អីហ្នឹងគេគិតថានាងខ្ញុំខ្ពស់មែនតែនហើយមើលទៅឥឡូវយើងដើរមកដល់កន្លែងដែលកញ្ចុះអង្គុយអ្នកទាំងអស់គ្នាបើសិនជាមកគឺយើងនឹងរកកន្លែងអង្គុយដូចជាតាមកញ្ចុះមួយចំនួននាងខ្ញុំបានដើរមកដល់កន្លែងមួយចាដែលមានគេឆ្លាក់ឈ្មោះចានៅតាមផ្ទាំងថ្មដែលពួកគាត់បានកែច្នៃចានៅលើនេះផងដែរយើងអាចឡើងទៅដល់ហើយយើងមើលទេសភាពនៅជុំវិញបានយ៉ាងឆ្ងាយផងដែរបងប្អូនមើលទាំងអស់គ្នាណាកន្លែងនេះគឺឈ្មោះដែលពួកគាត់បានឆ្លាក់ផងដែរអាចនិយាយថាយើងឡើងដល់កំពូលនេះយើងអាចមើលជុំវិញទេសភាពជុំវិញរបស់យើងហើយនៅលើនេះគឺគេមានសរសេរឈ្មោះដូចយើងប្រាប់អ្នកនរគ្នាមុនអញ្ចឹងឈ្មោះនៅប្រវត្តិរូបរបស់អ៊ីស្រាអែលជនមួយចំនួនដែលគាត់បានសរសេរនៅលើនេះចាហើយយើងមើលមកខាងក្រៅមកវាល្វងល្វើយដែលពោពេញទៅដោយព្រៃឫស្សីយ៉ាងខៀវស្រងាត់ចាអ្នកនរគ្នាគិតថាក្តៅទេអត់សូវក្តៅទេអ្នកនរគ្នាឃើញវាអញ្ចឹងមែនប៉ុន្តែខ្យល់ត្រជាក់ខ្លាំងណាស់ហើយយើងក៏ចុះទៅវិញដើម្បីនឹងទៅថតទេសភាពផ្សេងទៀតដែលនៅជុំវិញនេះផងដែរចាហើយឥឡូវនេះគឺយើងធ្វើការចុះទៅខាងក្រោមវិញដើម្បីនឹងទៅថតកន្លែងផ្សេងទៀតនៅទីនេះក៏មានសួនវង្វេងក៏ដូចជាកន្លែងជិះឡូរីអីផ្សេងដែរអ្នកទាំងអស់គ្នាហើយខ្ញុំដោយសារតែឃើញទេសភាពស្អាតពេកក៏យកមកប៉ុស្តិ៍ពីពុកទុកផុសដែរចាអ្នកទាំងអស់គ្នាកន្លែងនេះអីហ្នឹងយើងអាចថតរូបបានយ៉ាងស្រស់ស្អាតអ្នកមានគូអ្នកមាន
សង្សារឬមានគ្រួសារអីហ្នឹងយើងថតរូបជាលក្ខណៈគ្រួសារឬក៏ម្នាក់ដែលមកម្នាក់ឯងក៏យើងអាចថតរូបបានដែរដូចជាខ្ញុំជាដើមនេះថតឡើងស្រស់ស្អាតចាយើងមិនភ្លេចនោះទេជាមួយការដែលហើយអ្នកទាំងអស់គ្នាមានសង្កល់មើលទេថាជុំវិញគឺអត់មានសម្រាមឬក៏ស្លឹកឈើធ្លាក់ច្រើនញញអីទេអញ្ចឹងអ្នកដែលមកលេងក៏ដូចជាទស្សនានៅទីនេះសូមឲ្យយើងបានចេះថែរក្សាបរិស្ថានអញ្ចឹងមិនថានៅទីណាទេយើងតែងតែចង់ទៅរកកន្លែងដែលគ្មានសម្រាមទៅកន្លែងដែលស្រស់ស្អាតចាអញ្ចឹងដូចគ្នានៅពេលដែលយើងមកលេងទីនេះសូមឲ្យអ្នកទាំងអស់គ្នាចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាផងដែរអរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាជួបជាមួយនាងខ្ញុំនៅវីដេអូក្រោយៗទៀតអរគុណច្រើនជម្រាបលា